ធ្វើឡើងនៅវត្តពេញកំពៅបាទគឺវត្តពេញកំពៅបងប្អូនអ្នកដែលរស់នៅជិតហ្នឹងហើយស្គាល់ហើយបងប្អូនមើលពីសកម្មភាពបងស្រីគឺគាត់សម័យមែនទែនបាទគាត់កាន់ចង្អេរមួយគឺរងបដាសាយបដាបាទហើយផងសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះគឺខ្ញុំមានវីដេអូសប្បាយជាមួយនឹងពិធីមុនអំបុកសម្ភារប្រខែយើងហ្នឹងបាទហើយបងប្អូនចង់ដឹងតាក់ទងទៅនឹងបាទកម្មវិធីសប្បាយហើយមានការលេងកម្សាន្តក៏ដូចជាមានការចូលរួមច្រើនប៉ុណ្ណាពីពុកម៉ែបងប្អូនយើងបងប្អូនទស្សនាជាមួយនឹងខ្ញុំបាទអរគ្នាបាទហើយតាក់ទងទៅនឹងពិធីបុណ្យនេះដែរគឺធ្វើឡើងនៅវត្តពេញកំពៅបាទគឺវត្តពេញកំពៅបងប្អូនអ្នកដែលរស់នៅជិតហ្នឹងហើយស្គាល់ហើយបងប្អូនមើលពីសកម្មភាពបងស្រីគឺគាត់សម័យមែនទែនបាទគាត់កាន់ចង្អេរមួយគឺរងបដាសាយបដាបាទហើយផងជាមួយនឹងបងប្អូនវិញដែលនៅជិតហ្នឹងគឺគាត់កំពុងតែធ្វើការបុកដោយសកម្មភាពសប្បាយដោយសកម្មភាពរំផងបុកផងបាទគឺយើងមើលឃើញថាសប្បាយមែនទែនបាទយើងសប្បាយជំនួសគាត់បងប្អូនបាទគឺសប្បាយខ្លាំងហើយបងប្អូនមើលពីយុវជនបងប្អូនយើងគឺគាត់កំពុងតែធ្វើសកម្មភាពប្លែកដើម្បីជាការទាក់ទាញមួយទៅដល់បងប្អូនមីងក៏ដូចជាបងប្អូនដែលនៅជុំវិញហ្នឹងគឺមើលមកឃើញមានភាពទាក់ទាញបាទមើលទៅគឺសប្បាយបាទក៏ប្លែកតែម្ដងแล้วគឺគាត់ចេះរកពិធីសម្ដែងបានល្អមែនទែនបាទគឺធ្វើយ៉ាងណាឲ្យមានភាពសប្បាយនៅក្នុងក្រុមមួយនេះបាទហើយក្នុងមួយក្រុមគឺមាន style ក៏ដូចជា style រៀងខ្លួនបាទទៅតាមសមត្ថភាពដែលខ្លួនមានបាទបងប្អូននេះគឺគាត់កំពុងតែធ្វើការបញ្ចេញនៅសកម្មភាពក៏ដូចជាសមត្ថភាពកំប្លែងមួយដល់អ្នកជំនឿដើម្បីបានទស្សនាហើយមានការសើចសប្បាយហើយបងប្អូនឃើញពីសកម្មភាពរបស់គាត់គឺគាត់មិនបានបុកទេប៉ុន្តែគាត់ជាធ្វើជាបន្តដើម្បីផ្ដល់ជាកម្លាំងចិត្តមួយទៅដល់បងប្អូនដែលកំពុងតែធ្វើការបុកនឹងបងប្អូនមើលពីបងប្អូនស្រីគឺគាត់ក៏សប្បាយខ្លាំងដែរបាទមិនថាប្រុសមិនថាស្រីទេគឺទឹកមុខរបស់គាត់គឺញញឹមស្រស់ស្រាយបាទរស់រាយរាក់ទាក់ហើយដោយធ្វើសកម្មភាពក៏ដូចជាធ្វើការមួយនេះគឺសហការគ្នាបានយ៉ាងល្អហើយដោយសប្បាយចិត្តជាខ្លាំងជាមួយនឹងបងប្អូនដែលគាត់មានការសាមគ្គីក៏ដូចជាមានកម្លាំងចិត្តមួយក្នុងការបញ្ចេញនូវសមត្ថភាពដូចជារួមគ្នាដើម្បីបុកក្នុងមួយថ្មហ្នឹងឲ្យបានជាលទ្ធផលល្អបាទហើយវីដេអូនេះគឺខ្ញុំធ្វើឡើងសម្រាប់ទុកជាកម្រងអនុស្សាវរីយ៍មួយនៅឆ្នាំក្រោយទៀតបាទហើយចង់ដឹងថាឆ្នាំក្រោយគឺមានការចូលរួមពីពុកម៉ែបងប្អូនច្រើនដូចឆ្នាំនេះឬក៏យ៉ាងណាបងប្អូនចាំទៅទស្សនាវីដេអូនៅឆ្នាំ2026បាទប៉ុន្តែសូមបងប្អូនមើលពីភាពសប្បាយក៏ដូចជាការស្វាគមន៍នៅពុកម៉ែបងប្អូនដែលគាត់បានមានវត្តមានចូលរួមនៅក្នុងកម្មវិធីវត្តពេញកំពៅដែលជាបុណ្យបាទប្រពៃណីជាតិខ្មែររបស់យើងបាទគឺជាពិធីបុណ្យអំបុកសម្ភារប្រខែហើយបងប្អូនមើលពុកម៉ែបងប្អូនគឺគាត់ទោះបីគាត់មិនបានចូលរួមធ្វើការបុកក៏ពួកគាត់មានទឹកមុខបាទញញឹមស្រស់ស្រាយនៅពេលដែលពួកគាត់បានឃើញបងប្អូនវិញបងប្អូនដែលគាត់មានសកម្មភាពបាទមមាញឹកហើយចេះជួយគ្នាបាទចេះជួយគ្នាចេះយកអាសាគ្នាហើយសាមគ្គីគ្នានឹងឃើញទឹកមុខសប្បាយរីករាយអ្នកខ្លះក៏មានសកម្មភាពមញាក់អ្នកខ្លះក៏រាំផងច្រៀងផងបាទហូរផងបន្ទោផងដោយកម្លាំងចិត្តពីខាងក្នុងហើយបាទសម្រាប់បងប្អូនដែលគាត់មើលគឺសប្បាយចិត្តជំនួសពួកគាត់បាទដោយសារតែសកម្មភាពរបស់បងប្អូនគឺប្លែកហើយគាត់ធ្វើឲ្យមានភាពទាក់ទាញមួយនៅក្រុមមួយបាទហើយក្រុមមួយគឺសិតតែមានសកម្មភាពប្លែកសប្បាយគ្រប់ក្រុមតែម្ដងបាទទាំងចាស់ទាំងក្មេងគឺគាត់មានជំនាញរបស់គាត់មែនទែនបាទតាក់ទងទៅនឹងសកម្មភាពសប្បាយដែលធ្វើឲ្យបងប្អូនយើងបានទស្សនា